បាទសួស្តីបងប្អូនក្នុងបណ្ដាញសង្គម YouTube បាទខាងចេញវីដេអូបាទយូរខែណាស់មកហើយបាទ Channel ចាស់ធ្លាក់បាត់ទូរស័ព្ទទៅបាទអញ្ចឹងវាបាត់ទាំងអស់ទៅឥឡូវនេះទិញទូរស័ព្ទថ្មីមកកើត Channel ថ្មីបាទទុកបានប្រហែលคลิปនេះបាទដាក់លៀងដើមឆ្នាំទី3មេមកនេះស្មៅដុសខៀវងឹបតែម្ដងបាទគេសបោគេទៅគេណាយើងជិះចិត្តនេះម៉ាត់នោះម៉ាត់បាទឆ្អែតដែរហើយគូកាន់តែធំណាស់ដោះកាន់តែឡើងខ្លាំងហើយបើមិនចុងខែ5នេះឬក៏ដើមខែ6បាទបើមិនចុងខែ5ដើមខែ6បាទនឹងមានសមាជិកមួយទៀតហើយបាទលេខនេះខែជាឈ្មោលភាគច្រើនគឺឈ្មោលបាទបានឈ្មោលមកបាទទុកគឺបានប្រចាំក្រតែម្ដងនេះញីបាទមានអាយុមកខួបកន្លះហើយកើតថ្ងៃទី8ខែ1ឆ្នាំ2025ខែ1ថ្ងៃទី8ខែ1 2025លើដល់ថ្ងៃនេះជាឆ្នាំ2026នៅក្នុងខែ5បាទទើបតែថ្ងៃនេះថ្ងៃទី13បាទ13ខែ5ចឹងសរុបទៅវាអាយុរបស់វាបានមកខួបកន្លះហើយបាទតែជាកន្លះឆ្នាំទៀតបាទអាចរកឈ្មោលហើយមិនយូរប៉ុន្មាននេះប្រហែលជាមានប្អូនមួយហើយបាទនេះម៉ែគេក្នុងពោះបាត់គ្រប់ខែហើយតែហើយបើមិនចុងខែ5ដើមខែ6អាចកើតចុងខែ5ឬក៏ដើមខែ6បាទប្រហែលខែបានកំសត់ស្មៅណាបាទទើបតែធ្លាក់ភ្លៀង1ម៉ាន់មេនេះមកស្មៅលាស់បាទនៅក្នុងច្បារក្រៃបាទមានបងជុំវិញបានស្មៅសល់បាទអូនៅទីវាស៊ីគូនគុំស្រុកគេលែងស៊ីខ្ទេចបាត់គាត់នៅក្នុងបងបាទបងក៏ដំទៅដំទៅគួនអញ្ចឹងស្មៅវាដុះមកគោអត់មានគោអ្នកគុំចូលស៊ីទេដោយសារយើងមានបងហើយកន្លែងនេះវាដីទំនាបទឹកហូរអញ្ចឹងគឺអត់ដាំទេអញ្ចឹងនៅដីទំនាបនេះស្មៅដុះបាទស្មៅច្រើននេះគឺជាលេខ6បាទនៅក្នុងតំបន់ភូមិព្រៃប្រុសឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំខ្លុះម្ដងហើយដល់កន្លោះចេញដាក់ឃ្លុំវិញបាទដោយសារវាតំបៅយមុខខ្លុះហើយស្គរហ្មងស្រកសាច់ហ្មងដូចពេលអញ្ចឹងវាអត់ជាយមុខគេតំបៅរហូតអញ្ចឹងដោះឃ្លុំមកដល់កន្លោះចេញដាក់ឃ្លុំវិញមើលម៉ែវាម្ដងបាទសូមអរគុណសូមជម្រាបលាបាទ